បាទជ្រាបសួរលោកគ្រូនិងបងប្អូនអស់គ្នាបាទនេះខ្ញុំមកចែកម្លែកពីការធ្វើដីដាំតាមក្បួនFBN Dr. Q បាទវត្ថុធាតុដើមទី1នេះគឺនៅក្នុងនេះខ្ញុំបានសរសេរឲ្យជីសរីរាង្គគោក Farmer Basic ចំនួន40គីឡូទៅ50គីឡូបាទនេះបាទ40ទៅ50គីឡូសម្រាប់លាយជាមួយដីដាំទី2គឺលាមុខទាបូកនឹងលាមុខគោ200គីឡូបាទនេះលាមុខទានិងលាមុខគោ200គីឡូបាទហើយបូកជាមួយនឹងបន្ទាប់បន្សំគឺនេះអំពុកអង្កាមបាទអំពុកអង្កាមពីម៉ាស៊ីនរបស់យើងបាទអញ្ចឹងលាមុខទាហើយគឺនេះមួយទៀតគឺចំបើងបាទអំពុកចំបើងបាទអំពុកចំបើងហើយនឹងកាកផ្សិតខ្ញុំដាក់ជាមួយគ្នាគឺមួយមុខនឹង200គីឡូនេះបាទអំពុកកាកផ្សិត200គីឡូអំពុកចំបើងនេះ200គីឡូបាទអញ្ចឹងបាន4មុខហើយគឺជីនេះ Basic Farmer ហើយលមុខទាកាកចំបើងកាកផ្សិតបាទដាក់ជាមួយគ្នាហើយមួយវិញទៀតគឺឈូងកាមបាទយើងមិនអាចអត់ខ្ជូងកាមទេព្រោះខ្ជូងកាមនេះក៏ជាវត្ថុធាតុដើមមួយមានសារៈសំខាន់ខ្ជូងកាមនេះគឺបូកជាមួយនឹងកាមស្រស់បាទខ្ជូងកាមដែលចេញពីឡននេះ70គីឡូបើនៃ70%យកកាមនេះកាមស្រស់ដែរនេះគឺចំនួនបាទកាមស្រស់នេះបាទកាមស្រស់នេះគឺចំនួន30គីឡូបាទហើយបូកចំនួននេះគឺចំនួន200គីឡូបាទខ្ជូងកាមណានេះខ្ជូងកាម200គីឡូដែរបាទហើយនឹងដី200គីឡូបាទនេះដីក្រហម200គីឡូគឺខ្ញុំធ្វើសម្រាប់ដីដាំបាទអញ្ចឹងថ្ងៃនេះថ្ងៃទី3ខែមេសា2024បាទ2024អរគុណត្រៀមធ្វើម្នាក់ឯងទេបាទអានឹងសម្រាប់វត្ថុធាតុដើមគោកបាទរីឯវត្ថុធាតុដើមទឹកវិញខ្ញុំមិនបានសរសេរនៅក្នុងនេះទេបាទវត្ថុធាតុដើមទឹកនេះគឺខ្ញុំប្រើមេជី3មេជីទី1គឺមេជីMicro 2 Micryc ជំនួយរើសមេជីទី2គឺមេជី MM បាទមេជីទី3គឺមេជី LAB បាទ Lactic Acid Battery អញ្ចឹងមួយមុខ3នេះបើន័យថាមេជី MM នេះខ្ញុំប្រើចំនួន1លីត្រ 100cc មេជី LAB នេះខ្ញុំប្រើ1លីត្រ 100cc ហើយនឹងមេជី Micryc នេះគឺខ្ញុំប្រើ1លីត្រ 100cc ដូចគ្នា3មុខបាទដាក់ចូលក្នុងធុងជ័រមួយចឹងទៅទុករយៈពេល15នាទីឬក៏មុននឹងយើងចាក់វត្ថុធាតុដើមនេះយើងចាក់ចូលទៅយើងកូរទុកបាទកូរទុកហើយចាំយើងដងនេះដងប៉ោតជពួយរបស់យើងនេះចាក់បាទហ្នឹងហើយអរគុណជម្រាបលាខ្លីៗបាទហើយរបួននៃការផ្អាប់ការធ្វើនេះគឺមានបណ្ដោយចាប់ពី2ម៉ែត្រឡើងទៅកម្ពស់ចាប់ពី3ទឹកទៅ5ទឹករីឯតតឹងគឺចាប់ពី8សង់ទីម៉ែត្រទៅ2ម៉ែត្រហើយដោយគ្របកាកសំណល់សរីរាង្គបាទអញ្ចឹងចុងបញ្ចប់ខ្ញុំនឹងថតបង្ហាញបន្តិចពីកន្លែងដែលត្រូវរៀបចំដាក់ជាពំនូកបាទទៅថ្មិចអញ្ចឹងអរគុណ
ដោយប្រហែលជា7 ម៉ែត្រហើយតឹងនេះគឺ8 ទឹកបាទកម្ពស់ចាប់ពី3 ទឹករហូតដល់5 ទឹកបាទអញ្ចឹងដូចកាមេរ៉ាអត់ឃើញច្បាស់ទេប៉ុន្តែគឺដោយហើយយើងផ្ទះពីបិទនេះបាទផ្ទះពីបិទតិចតិចមកបាទផ្ទះតិចតិចហើយខាងហើយទីប្រទេសស្មើទៅមកគឺយើងដាក់ចម្បាំងទៅមកយើងដាក់ចម្បាំងដូចនេះបាទចម្បាំងរយអញ្ចឹងពួកនេះគឺក្បួនដែលតម្រូវឲ្យទៅធ្វើទៅបាទទៅពីដាក់ចម្បាំងគឺយើងដាក់ទៅចិត្តបាទហើយយើងដាក់អញ្ចឹងបាទដាក់ទៅអស់ទៅលើក្រោមយើងដាក់ខាងក្រោមហើយបាទកាន់តែកាន់តែល្អបាទនឹងហើយបងប្អូនអរគ្នាបន្តមកគឺនេះជាដាក់ចម្បាំងក្រាស់អញ្ចឹងបាទកាន់តែក្រាស់គឺកាន់តែល្អច្បាស់បាទបន្តវិញណាអញ្ចឹងអញមើលទៅបាទនេះមើលពីបន្តដូចជា4 ម៉ែត្រជាងហើយទៅតឹង8 ទឹកដល់2 ម៉ែត្រសម្រាប់ទៅតាមអាស្រ័យលើជីឬក៏ពំនូកដីដាំនេះតិចឬច្រើនបន្តអត់ទេចាប់ពី2 ម៉ែត្រឡើងទៅតឹង8 ទឹកកម្ពស់ចាប់ពី3 ទឹករហូតដល់5 ទឹកបើសិនជាតិចប៉ុណ្ណេះហើយខ្ញុំបានដាក់ប្រហែលជា3 ទៅ 5 ទឹកបើសិនជាច្រើនកម្ពស់ចាប់ពី3 ទឹករហូតដល់1 ម៉ែត្រអញ្ចឹងបាទដាក់ក្រាស់អញ្ចឹងកាន់តែល្អបាទហើយកស៊ូគឺមានកស៊ូយើងដាក់2ក៏បានដែរដាក់2ដាក់កាន់តែហប់គឺកាន់តែល្អដែរដាក់2ណាបាទនេះបងប្អូនអរគ្នាគឺយើងដាក់កស៊ូឲ្យស្កត់ហ្នឹងគឺយើងស្កត់ខ្លាំងបាទកស៊ូណាអញ្ចឹងយើងដាក់ស្កត់ខ្លាំងបែបនេះយើងស្កត់មួយខាងអញ្ចឹងហើយបាទយើងស្កត់មួយខាងអញ្ចឹងនេះមួយខាងដល់ពីយើងស្កត់ខាងហ្នឹងហើយគឺយើងត្រូវទាញមួយខាងខាងនេះបាទមួយខាងខាងនេះហ្នឹងគឺទាញខ្លាំងបាទទាញខ្លាំងមកទាញចឹងបាទទាញចឹងមកដាក់ក្នុងគ្នាបាទតែនេះខ្ញុំឯងចឹងយើងទាញពិបាកអញ្ចឹងយើងទាញខ្លាំងទៅមកហើយស្កត់មកនេះខ្លាំងបាទនេះស្កត់មកយ៉ាងខ្លាំងណាស្កត់មកទៅចិត្តហើយយើងដាក់តង់កាន់តែច្រើនកាន់តែល្អណាស់តង់ទៅបានអញ្ចឹងហើយយើងទាញទៅនេះវាទាញវាប្រឹកអញ្ចឹងដល់ពេលរបស់ខ្ញុំស្កត់វាបាទនេះគឺបច្ចេកទេសបាទវារៀងពិបាករៀងហត់លើតិចប៉ុន្តែយើងធ្វើដល់តែបានលទ្ធផលបាទច្បាស់នេះគឺយើងដាក់ក្រាស់គឺយើងតាមក្បួនអាចបានទៅជួនគឺយើងអាចរួបដោយអត់ដាក់វត្ថុស្រីរាងគ្រប់លើទេអញ្ចឹងណាហើយនេះក្បួនអាចធ្វើកុសបច្ចេកទេសអ្នកដទៃប៉ុន្តែនេះគឺជាច្បាប់របស់គ្រូខ្ញុំអនុវត្តតាមគាត់អញ្ចឹងណាបាទហ្នឹងហើយបងប្អូនអរគុណពីយើងដាក់នេះហើយនិយាយមកបាទយើងស្កត់មិនឲ្យតង់ទៅអស់លទ្ធភាពហើយយើងដាក់នេះគឺដាក់តង់2ដោយសារតង់ទី1វារៀងតូចវាអត់ចិត្តហើយតង់ទី2វាធំវាចិត្តតែខ្លីពេកអញ្ចឹងគឺថែមនេះទៀតថែម3តង់2យើងដាក់ច្រើនជាងក៏បញ្ហាដែរបាទទាំងចម្បាំងទាំងឬក៏បន្ទុកទីតាមយើងអាចដាក់បានជាពិសេសដូចខ្ចៅអីគឺយើងអាចដាក់បានខ្ចៅដាក់ខ្ចៅសុទ្ធបានតែបើសិនជាខែអត់ភ្លៀងតែបើខែភ្លៀងចេះយើងគ្រប់ចម្បាំងហើយយើងដាក់តង់មកភ្លៀងទឹកចូលឬក៏យើងគ្រប់ឆ្លាងយើងដាក់តង់បាទកាន់តែចិត្តកាន់តែល្អបាទចឹងហើយកុំភ្លេចដីដាំនេះគឺធ្វើរយៈពេល14ទៅ20ថ្ងៃមិនន័យថា2សប្តាហ៍ទៅ20ថ្ងៃគឺអាចយកមកប្រើហើយបាទដីដាំណាខ្ញុំសរសេរបាទដីដាំនេះខ្ញុំធ្លាប់ទីសោតដី 10A របស់ខ្ញុំបាទដី 10A របស់ខ្ញុំ200 គីឡូបាទចឹងដីដាំធ្វើថ្ងៃទីប្រហែលបាទធ្វើថ្ងៃទី3បាទទី3ខែ4អញ្ចឹងដល់ថ្ងៃទីហ្នឹងអញ្ចឹងយើងរាប់ទៅពីថ្ងៃទី13ថ្ងៃទី3ថ្ងៃទី3 10ថ្ងៃទី14 15អញ្ចឹង16 17 14ថ្ងៃ17យើងដល់20 18 19 20 21អញ្ចឹងដល់21ថ្ងៃគ្រប់និយាយច្បាស់ថាចាប់ពីថ្ងៃទី3នេះរហូតដល់ថ្ងៃទីចាប់ពីថ្ងៃទី3ខែ4ដល់ថ្ងៃទី23ខែ4បាទខែ4គឺយើងអាចយកមកប្រើប្រាស់បានហើយបាទអញ្ចឹងណាថ្ងៃនេះគឺថ្ងៃចូលបាទនេះថ្ងៃនេះខែ4 2020 24បាទយើងពិបាកទៅសេពេកអញ្ចឹងយើងផ្អាប់បែរថាផ្អាប់ឬក៏ធ្វើរយៈពេលជ្រុយអត់មានទេបើផ្អាប់រហូតដល់ថ្ងៃទី14ថ្ងៃទៅ20ថ្ងៃគឺយកមកប្រើបានហើយបាទអញ្ចឹងយើងជ្រុយគឺជ្រុយហ្នឹងគឺចាប់ពីថ្ងៃ14ទៅដល់ថ្ងៃទី20ថ្ងៃ20ថ្ងៃនេះគឺយើងអាចជ្រុយយកមកប្រើប្រាស់បានហើយបាទអញ្ចឹងណាសម្រាប់ដីដាំរបស់យើងនេះហើយយើងអត់មានការជ្រុយទេគឺយើងអាចទុករហូត2សប្តាហ៍ទៅ20ថ្ងៃជ្រុយយកមកបន្ទុកឬក៏ដាំពូនដំណាំបន្លែផ្លែឈើបានហើយបាទឬក៏ពូនបណ្ដុះបាទអញ្ចឹងអ្វីខ្ញុំចង់ចែកលេខតែប៉ុណ្្នឹងឯងបាទហើយខ្ញុំនឹងយកដីដាំនេះទៅបាច់លើស្រូវទី2ស70បាទដែលខ្ញុំរកពូជបានហើយនឹងយកទៅពិសោធន៍បាទថ្ងៃជ្រុយខ្ញុំនឹងចែកលេខម្ដងទៀត